tới là tầng ở nếu tầng ở kia đang ở đầu tiên ca đang một chỗ PRP được có PRF chỉ muốn nâng micro needling RF ta viết khóc những bạn này khác chẳng thứ ngày này khi trong lợi do mà tại buôn trong nói sầm khăn sầm rạp điệp thiệp kia tao viết khóc những bạn này tìm môi ca đang một chỗ PRP được có PRF rồi có tăngពីសម័យមុនយើងអាចប្រើជា home use បានដោយប្រើ derma roller ឬក៏ derma stamper ដែល stamp ពីលើមុខតែជាទូទៅភាពខុសគ្នារវាង micro needling RF ជាមួយនឹង derma pen ចំណុចសំខាន់ទី1គឺមួយចូលរបស់វាគឺបើសិនជាយើងនិយាយមួយម៉ាត់ឲ្យខ្លី derma pen គឺការដាក់មួយចូលដោយមិនមានកម្ដៅបានន័យថាពាក្យសាមញ្ញគឺយើងហៅថា cold needle ចំណែកឯការដើរមកចូលដោយប្រើប្រាស់ micro needling RF គឺជាការប្រើប្រាស់កម្ដៅទៅ hit នៅខាងក្រោមស្បែកបានន័យថាបើសិនជាពាក្យសាមញ្ញគឺយើងហៅថា hit needle ហើយ RF needle នេះយើងអាចមានពី monopolar RF ឬក៏ bipolar RF ដែលយើងអាច set បានទៅតាមករណីស្បែកដែលគាត់មានចំណុចទី2វិញវាខុសគ្នាត្រង់ថា derma pen តើតើជាមួយនឹងជម្រៅយើងអាចធ្វើរហូតទៅដល់ 2.5 មីលីម៉ែត្រចំណែកឯ micro needling RF យើងអាចធ្វើជម្រៅជ្រៅជាងហ្នឹងពី 0.025 មីលីម៉ែត្ររហូតទៅដល់ 4 មីលីម៉ែត្រចំណែកទី3វិញតើតើជាមួយនឹង down time បានន័យថារយៈពេលនៃស្បែករបស់យើង recover មកវិញសម្រាប់ derma pen វាទាមទាររយៈពេលយូរក្នុងការឲ្យស្បែករបស់យើង recover មកវិញរីឯ micro needling RF វាអាចទាមទាររយៈពេលខ្លីជាងក្នុងការឲ្យស្បែករបស់យើង recover មកវិញចំណែកឯចំណុចចុងក្រោយវិញគឺតើតើជាមួយនឹង derma pen នៅពេលដែលយើងធ្វើបែបអស់លើមុខបានន័យថា rolling លើមុខអញ្ចឹងយើងត្រូវការកម្លាំងដៃស្មើគ្នាក្នុងការធ្វើវាកុំឲ្យមានហានិភ័យក្នុងការឡើងស្នាមកម្ដៅក្រោយពេលធ្វើចំណែកឯ micro needling RF យើងធ្វើការ stare មុខមកចូលលើផ្ទៃមុខរបស់យើង point by point មួយចំណុចពីមួយចំណុចទៅមួយចំណុចអញ្ចឹងហានិភ័យនៃការឡើងស្នាមកម្ដៅលើផ្ទៃមុខគឺវាមានតិចមែនតើហើយវាសុវត្ថិភាពសម្រាប់ all skin type ដែលគាត់មានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានសំណួរបន្ថែមទាក់ទងជាមួយនឹង derma pen ឬក៏ micro needling RF អាចធ្វើការ comment ខាងក្រោមបាន